ហើយយបងប្អូនកីឡាករកាន់មិញហងមានឈ្មោះចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងដោយប៉ះជាមួយនឹងកីឡាករបារាំងហើយការប្រកួតនេះគឺលក្ខណៈដណ្ដើមខ្សែក្រវ៉ាត់តែម្ដងបងប្អូនបាទសូមស្វាគមន៍ប្រិមិត្តមកកាន់ Channel វាសនាគុណខ្មែរបាទថ្ងៃនេះដែរ Channel នេះខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងពាក់ព័ន្ធជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរបាទសម្រាប់កីឡាករកាន់មិញហងបងប្អូនបាទឥឡូវនេះគាត់មានឈ្មោះចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងដើម្បីដណ្ដើមខ្សែក្រវ៉ាត់បាទ WKN បាទស្ថិតនៅក្នុងតំណែងគូឯកប្រចាំកម្មវិធី Kickboxing បាទ Kickboxing គូឯកប្រកួតគាត់ដៃគូប្រកួតគាត់ក៏ជាកីឡាករល្អម្នាក់ដែរអាចនិយាយបានថាជាកីឡាករល្អលំដាប់ពិភពលោកបាទអាចថាជាប់លំដាប់ថ្នាក់លេខ8ដែរបើគិតពីប្រភេទគីឡូ55គីឡូក្រាមអញ្ចឹងមិនធម្មតាទេសម្រាប់កីឡាករកាន់មិញហុងអាចធ្វើការធ្ងន់ហើយក្នុងការប្រកួតលើកនេះបាទនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025នៅឯទឹកដីប្រទេសបារាំងហើយសូមបញ្ជាក់ក៏ដូចជារំលឹកអំពីប្រវត្តិរបស់ដៃគូបាទរបស់កីឡាករកាន់មិញហុងផងដែរបាទគេមានឈ្មោះថាអាក្រាមហាមីឌីបាទជាកីឡាករម្នាក់ដែលមានជំនាញលើការប្រកួតលក្ខណៈ Kickboxing រូបគេក៏ធ្លាប់ឆ្លងកាត់ការប្រកួតអាជីពចំនួន38ដងឈ្នះ32ដងនិងផ្ដួលដៃគូឲ្យសន្លប់រហូតទៅដល់20ដងហើយចាញ់5ដងស្មើម្ដងក្នុងចំណោមការប្រកួតនោះរូបគេក៏ធ្លាប់ប្រកួតនៅ Savin One Championship ចំនួន4ដងផងដែរជាលទ្ធផលគឺឈ្នះ2ចាញ់2ក្រៅពីការប្រកួត Kickboxing រូបគេក៏ធ្លាប់ប្រកួតលក្ខណៈសកលបានម្ដងដែរក្នុងនោះរូបគេទទួលបានជ័យជំនះដោយពិន្ទុបាទអញ្ចឹងសម្រាប់កីឡាករបារាំងគឺកីឡាករអាក្រាមហាមីឌីបាទអាក្រាមហាមីឌីនេះគឺជាកីឡាករជើងខ្លាំងបើយើងមើលប្រវត្តិទេណាបងប្អូនបាទគាត់ធ្លាប់ប្រកួតបាទ38ដងហើយសិតតែប្រកួតលក្ខណៈអាជីពបងប្អូនបាទមិនមែនការប្រកួតលក្ខណៈលេងទេបាទគឺការប្រកួតលក្ខណៈអាជីពនៅការ record នៃការប្រកួតរបស់កីឡាករបរទេសមួយបាទគេមិនមែនគាត់ថាវាយតាមវត្តក៏រាប់ចូលនៅក្នុងកំណត់ត្រាប្រកួតគេអត់ទេបាទទោះតាការប្រកួតលក្ខណៈអាជីពការប្រកួតលក្ខណៈធំបានគេរាប់បានគេ record ចូលនៅក្នុងប្រវត្តិនៃការប្រកួតគេមួយអញ្ចឹងកីឡាករខ្មែរយើងខ្លះបាទឲ្យទៅថាបានវាយគឺដឹងតែរាប់ហើយបាទអញ្ចឹងអ្នកខ្លះវាយដល់រាប់រយដងបងប្អូនឃើញហើយកីឡាករយើងមួយសប្តាហ៍គឺថាតែងតែមានឈ្មោះប្រកួតជារឿយយ៉ាងហោចណាស់មួយខែអ្នកខ្លះមួយខែយ៉ាងហោចណាស់ក៏2ទៅ3ដងដែរបាទអាចលោតចូល4ដងកាលពីខាងសហព័ន្ធកីឡាបដាល់គុណខ្មែរបើមិនទាន់មានច្បាប់នៅការរឹតបន្តឹងកីឡាករក្នុងការប្រកួតអាចមានឈ្មោះប្រកួតបានស្ទើររាល់សប្តាហ៍ឲ្យតែមានកម្លាំងបាទតែឥឡូវនេះខាងសហព័ន្ធកីឡាបដាល់គុណខ្មែរក្រោមការដឹកនាំរបស់អាយដាមខូឆាយដែលជាប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរលោកបានធ្វើការគិតគូរទៅលើការចាប់គូក៏ដូចជាការប្រកួតរបស់កីឡាករតាមដាក្លឹបមួយបាទមិនឲ្យតែថាមានឈ្មោះវាយសប្តាហ៍នេះហើយមិនអាចមានឈ្មោះវាយសប្តាហ៍ក្រោយបន្ទាប់បានទេបាទហើយមួយទៀតបើសិនជាក្រោយមកទៀតដូចជាកីឡាករដែលវាយដៃគូឲ្យសន្លប់លឿនឬក៏វាយផ្ដួលដៃគូឲ្យសន្លប់ដូចជាអាចប្រកួតសប្តាហ៍បន្ទាប់ទៀតបានបាទកន្លែងនេះក៏មិនសូវជាច្បាស់អីដែរបាទហើយតកតងជាមួយនឹងកីឡាករកាន់មិញហុងវិញបងប្អូនយល់ថាតើកីឡាករកាន់មិញហុងអាចនឹងឈ្នះបាទនៅការប្រកួតនេះបានដែរឬក៏យ៉ាងណាបើតាមមើលប្រវត្តិកីឡាករបារាំងនេះមិនធម្មតាទេបងប្អូនបាទអញ្ចឹងកាន់មិញហុងឈ្នះឬចាញ់សូមធ្វើឲ្យអស់ពីសមត្ថភាពការចេញទៅលើកនេះបាទគេឲ្យយើងគូឯកបងប្អូនបាទគូឯកឲ្យគូដណ្ដើមខ្សែក្រវ៉ាត់តែម្ដងចឹងគេក៏លក្ខណៈថាក៏មិនមើងងាយមើលស្រាលកីឡាករយើងដែរគឺគេឲ្យតម្លៃតែម្ដងប្រកួតតែមកប្រកួតដណ្ដើមខ្សែក្រវ៉ាត់តែម្ដងបងប្អូនចឹងមិនធម្មតាទេសម្រាប់កីឡាករកាន់មិញហុងបច្ចុប្បន្នគឺគាត់វាយក្នុងប្រភេទគីឡូ55គីឡូក្រាម
ចឹងយ៉ាងណាមិញក៏ជូនពរឲ្យកីឡាករកាន់បេញហុងទទួលបានជ័យជំនះនៅក្នុងការចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងបាននៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា